កម្ពុជាចំណាយទុន168លានដុល្លារលើគម្រោងវិនិយោគអាជីវកម្មរ៉ែដែកនៅខេត្តកំពតក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានសម្រេចអនុម័តលើគម្រោងវិនិយោគអាជីវកម្មរ៉ែដែកដែលស្ថិតនៅក្នុងខេត្តកំពតក្នុងតម្លៃទុនវិនិយោគប្រមាណជាង168លានដុល្លារអាមេរិកដែលនឹងមានសក្តានុពលអាចបង្កើតការងារបានចំនួន373កន្លែងការអនុម័តគម្រោងអាជីវកម្មរ៉ែដែកនេះត្រូវបានគេមើលឃើញថាជាជំហានដ៏សំខាន់បន្ថែមទៀតដែលឆ្ពោះទៅរកការធ្វើពិពិធកម្មឧស្សាហកម្មធនធានរ៉ែរបស់កម្ពុជានិងពង្រឹងការចូលរួមចំណែករបស់ខ្លួនចំពោះកំណើនសេដ្ឋកិច្ចនិងការងារលោកអឹងឌីបូឡាអគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែនិងជាអ្នកនាំពាក្យក្រសួងរ៉ែនិងធម្មពលបានលើកឡើងថាវាគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់វិស័យរ៉ែរបស់កម្ពុជាគម្រោងនេះនឹងផ្ដោតលើការធ្វើអាជីវកម្មរ៉ែដែកពាក់កណ្ដាលសម្រេចដោយផលិតផលត្រូវបានគ្រោងទុកជាចម្បងសម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេសជាពិសេសគឺប្រទេសចិនលោកបានបន្តថាការវិនិយោគលើធនធានរ៉ែនៅក្នុងប្រទេសកម្ពុជាបានចាប់ផ្ដើមមានកំណើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះហើយការវិនិយោគលើវិស័យនេះបានផ្ដល់នូវឱកាសការងារជាច្រើនដល់ពលរដ្ឋក្នុងប្រទេសកម្ពុជាទាំងផ្ទាល់និងដោយប្រយោលដើម្បីទទួលបានប្រាក់ចំណូលសម្រាប់គ្រប់គ្រងគ្រួសារសូមជម្រាបដែរថាគិតត្រឹមឆ្នាំ2025នេះវិស័យរ៉ែរបស់កម្ពុជាបានបង្កើនការងារប្រមាណជាង10000កន្លែងដែលបង្ហាញពីការកើនឡើងជិត 10% ក្នុងចំណោមនោះការងារចំនួន1090កន្លែងត្រូវបានកាន់កាប់ដោយកម្មករបរទេសបើទោះបីជាយ៉ាងណាក៏ដោយចំនួនបុគ្គលិកបរទេសបានធ្លាក់ចុះជារៀងរាល់ឆ្នាំដោយសារតែកម្មករកម្ពុជាបានទទួលការបណ្ដុះបណ្ដាលបន្ថែមពីស្ថាប័នពាក់ព័ន្ធនិងក្រុមហ៊ុនរ៉ែដែលអនុញ្ញាតឲ្យពួកគេទទួលយកតួនាទីដែលមានជំនាញកាន់តែច្រើនបន្ថែមទៀត